បាទជំរាបសួរកូនថ្នាក់ទី4ទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបង្រៀនតាមអនឡាញរបស់សាលារៀនអន្តរជាតិអាមេរិកកាំងព្រិចបាទអញ្ចឹងកូនទាំងអស់គ្នាជួបជាមួយលោកគ្រូទៀតហើយបាទលោកគ្រូនឹងលើកយកមុខវិជ្ជាគណិតវិទ្យាមកបង្រៀនកូនបន្តទៀតបាទអញ្ចឹងគណិតវិទ្យាដែលលោកគ្រូលើកយកមកបង្រៀនកូននេះគឺជាមេរៀនរៀនសារឡើងវិញបាទអញ្ចឹងកូនបានរៀបចំសម្ភារៈសិក្សារួចរាល់ហើយអស់គ្នានៅកូនបាទរួចរាល់ហើយចុះកិច្ចការសាលាកិច្ចការផ្ទះដែលលោកគ្រូដាក់ទៅកូនបានធ្វើគ្រប់គ្នាទេបាទបានធ្វើអញ្ចឹងមុននឹងចូលទៅដល់ចំណុចដែលត្រូវរៀនបន្តទៀតបាទលោកគ្រូសូមឲ្យកូនទាំងអស់គ្នាអានថ្ងៃខែជាមួយលោកគ្រូជាមុនសិនបាទថ្ងៃសុក្រ11កើតខែស្រាបឆ្នាំជូតទស័កពុទ្ធសករាជ2564ត្រូវនឹងថ្ងៃទី31ខែកក្កដាឆ្នាំ2020បាទអញ្ចឹងគណិតវិទ្យានៅថ្ងៃនេះបាទរៀនសារឡើងវិញលោកគ្រូលើកយកបាទការរៀបលំដាប់ចំនួនទស្សភាគបាទអញ្ចឹងកូនទាំងអស់គ្នាអាចបើកសភៅកូននៅក្នុងទំព័រទី90បាទទំព័រទី90បាទអញ្ចឹងចំណុចនេះលោកគ្រូបានលើកយកបាទក្នុងមេរៀនទី12បាទអញ្ចឹងអ្វីដែលលោកគ្រូនឹងលើកយកមកបង្ហាញកូននៅពេលនេះគឺជាបាទការរៀបលំដាប់ចំនួនទស្សភាគបាទពីតូចទៅធំនិងពីធំទៅតូចបាទចំណុចទាំងពីរនេះកូនក៏បានរៀនរួចរាល់ហើយដែរបាទលោកគ្រូលើកយកមកនេះគឺដើម្បីពង្រឹងបន្ថែមលើសមត្ថភាពរបស់កូនតាក់ទងជាមួយនឹងការរៀបលំដាប់ចំនួនទស្សភាគបាទអញ្ចឹងកាលពីថ្ងៃមុនក៏បានរៀនរួចហើយដែរបាទការប្រៀបធៀបចំនួនទស្សភាគបាទអញ្ចឹងឥឡូវកូនទាំងអស់គ្នាមើលចំណុចកបាទដែលលោកគ្រូនឹងបង្ហាញកូនទាំងអស់គ្នាពីតើរៀបលំដាប់ចំនួនទស្សភាគពីតូចទៅធំហ្នឹងគេធ្វើដូចមួយដេចហើយគេមានអ្វីដើម្បីជាជំនួយនៅក្នុងការបាទមើលចំនួនទស្សភាគនឹងហើយរៀបបានត្រឹមត្រូវបាទឥឡូវកូនទាំងអស់គ្នាមើលទៅតាមចំនួននីមួយដែលលោកគ្រូបង្ហាញនៅលើក្តារខៀននេះបាទមាន 0.2 0.5 0.4 0.6 0.3 បាទចឹងលេខទាំងអស់នេះគឺនៅមិនទាន់មានលំដាប់លំដោយពីតូចទៅធំទេបាទអញ្ចឹងកូនសាកល្បងធ្វើមើលថាតើចំនួនទាំងអស់នេះពីតូចទៅធំកូនរៀបដូចមួយដេចបាទអញ្ចឹងកូនសាកល្បងមើលបាទលោកគ្រូទុកពេលឲ្យកូនសាកល្បងបាទអញ្ចឹងកូនទាំងអស់គ្នាបានសាកល្បងរៀបលំដាប់ចំនួនទស្សភាគទាំងអស់នេះហើយមែនទេកូនបាទអញ្ចឹងពេលកូនរៀបសាកល្បងហើយកូនអាចមានសំណួរចម្ងល់កូនអាចសួរបន្ថែមជាមួយនឹងលោកគ្រូអ្នកគ្រូនៅក្នុងក្រុមសិក្សាបានបាទឥឡូវដើម្បីផ្ទៀងផ្ទាត់បាទទាំងអស់គ្នាថាតើកូនសាកល្បងធ្វើមុននេះត្រឹមត្រូវឬទេកូនទាំងអស់គ្នាមើលមកក្តារខៀនហើយរៀបជាមួយនឹងលោកគ្រូបាទអញ្ចឹងរៀបលំដាប់ចំនួនទស្សភាគពីតូចទៅធំកូនត្រូវមើលចំនួននៅផ្នែកគុតបាទ0 0 0 0 0អញ្ចឹងចំនួនផ្នែកគុតដូចគ្នាបានន័យថាស្មើគ្នាគឺ0ដូចគ្នាអញ្ចឹងបើ0ដូចគ្នាកូនមើលផ្នែកទស្សភាគបាទកន្លែងខ្ទង់ភាគ10អញ្ចឹងមាន2មាន5មាន4មាន6មាន3អញ្ចឹងក្នុងចំណោមចំនួនបាទទស្សភាគផ្នែកបាទកន្លែងខ្ទង់10ហ្នឹងចំនួនណាតូចជាងគេកូនដាក់មុនគេអញ្ចឹងយើងមានតែ 0.2 ដែលតូចជាងគេអញ្ចឹងកូនដាក់មុនគេបាទអញ្ចឹង 0.2 តូចជាងគេអញ្ចឹងកូនមើលទៀតតើមានលេខណាតូចជាងគេទៀតបាទ 0.3 បាទអញ្ចឹងដាក់មក 0.3
បន្ទាប់មកទៀតលេខម៉ាកូនបាទ 0.4 បាទបន្ទាប់មកទៀតគឺ 0.5 បាទអញ្ចឹងចុងក្រោយគឺ 0.5 1 បាទអញ្ចឹងកូនផ្ទៀងមើលជាមួយនឹងកិច្ចការកូនមុននេះតើត្រឹមត្រូវដែរឬទេបាទអញ្ចឹងចំនួនទស្សភាគពីតូចទៅធំបាទយើងបានរៀបចំរួចរាល់ហើយមានបាទ 0.2 0.3 0.4 0.5 0.51 បាទអញ្ចឹងតកតងជាមួយនឹងការរៀបលំដាប់ចំនួននេះហើយកូនអាចអនុវត្តបន្ថែមទៀតជាមួយនឹងចំនួនផ្សេងទៀតនៅក្នុងសៀវភៅរបស់កូនឬក៏កូនអាចបង្កើតចំនួនឲ្យខ្លួនឯងហើយរៀបចំឲ្យបានច្រើនដងដើម្បីពូកែនៅក្នុងការរៀបលំដាប់ចំនួនទស្សភាគពីតូចទៅធំបាទឥឡូវកូនបានមើលហើយនៅក្នុងចំណុចកឥឡូវកូនទាំងអស់គ្នាមើលនៅក្នុងចំណុចខម្ដងចំណុចខគេដាក់ថាម៉េចកូនរៀបលំដាប់ចំនួនទស្សភាគពីធំទៅតូចបាទអញ្ចឹងបានន័យថាត្រឡប់ច្រាស់មកវិញហើយមុននេះគឺពីតូចទៅធំឥឡូវពីធំមកតូចបាទអញ្ចឹងកូនអាចមើលបាទចំណុចខនេះនៅក្នុងសៀវភៅកូនក៏បានដែរបាទតែដើម្បីងាយស្រួលកូនមើលមកក្តារខៀនជាមួយនឹងលោកគ្រូទាំងអស់គ្នាបាទអញ្ចឹងចំនួនដែលកូនត្រូវរៀបពីធំទៅតូចហ្នឹងមានដូចជា 6.1 2.8 5.9 0.9 7.9 8.2 បាទអញ្ចឹងចំនួនទាំងអស់នេះកូនត្រូវរៀបពីធំទៅតូចបាទឥឡូវកូនសាកល្បងធ្វើលោកគ្រូទុកពេលឲ្យបាទអញ្ចឹងកូនធ្វើរួចរាល់ហើយបាទកូនអាចថតបាទផ្ញើមកក្រុមសិក្សាដើម្បីលោកគ្រូអ្នកគ្រូគាត់ជួយកែតម្រូវបាទឥឡូវដើម្បីបាទផ្ទៀងផ្ទាត់ទាំងអស់គ្នាកូនមើលបានមើលទាំងអស់គ្នាហើយរៀបជាមួយនឹងលោកគ្រូបាទអញ្ចឹងមិនខុសគ្នាពីវិធីក្នុងការរៀបដូចនៅក្នុងចំណុចកទេអញ្ចឹងកូនមើលចំនួននៅក្នុងបាទផ្នែកគត់បាទមាន6មាន2មាន5មាន0មាន7បន្ទាប់មកកូនមើលផ្នែកទស្សភាគខ្ទង់ភាគ10មាន1មាន8មាន9 9 4អញ្ចឹងកូនមើលផ្នែកគត់បាទមើលផ្នែកគត់ហើយកូនមើលចំនួនណាដែរធំជាងគេកូនដាក់មុនអញ្ចឹងកូនមើលផ្នែកគត់ទាំងអស់គ្នាតើចំនួនណាដែលធំជាងគេ6 2 5 0 7អញ្ចឹងមានតែលេខ7ទេដែលធំជាងគេអញ្ចឹងបើលេខ7ធំជាងគេកូនយកមកទាំងអស់មកបាទ7.4បាទចុះបន្ទាប់មកកូនឃើញលេខប៉ុន្មានទៀតបាទលេខ6បាទ6.1បាទបន្ទាប់មកទៀតគឺ 5.9 បាទបន្ទាប់មកទៀត 2.8 បាទចឹងចំនួនដែលនៅសល់ក្រោយគេគឺ 0.59 បាទចុះឥឡូវចាំមើលណាបាទចំនួនទស្សភាគពីធំទៅតូចតើត្រឹមត្រូវឬទេកូនផ្ទៀងជាមួយលោកគ្រូបាទ 7.4 6.1 5.9 2.8 0.54ចឹងកូនបានមើលហើយផ្ទៀងទាត់ជាមួយលោកគ្រូរួចរាល់ហើយមែនទេកូនបាទចឹងកូនបាទអាចយកទៅអនុវត្តបាទបន្ថែមទៀតជាមួយនឹងចំនួនផ្សេងទៀតកូនអាចបង្កើតដោយខ្លួនឯងកូនអាចយកចេញពីក្នុងសៀវភៅហើយរៀនធ្វើឲ្យបានច្រើនដងបាទចឹងការបង្ហាញរបស់លោកគ្រូតកតងជាមួយនឹងបាទការរៀបលំដាប់ចំនួនទស្សភាគពីតូចទៅធំពីធំទៅតូចបាទលោកគ្រូសូមបញ្ចប់បាទចឹងមុនបញ្ចប់លោកគ្រូសូមឲ្យកូនទាំងអស់គ្នាចម្លងចំណុចកនិងចំណុចខនេះដាក់ចូលនៅក្នុងសៀវភៅរបស់កូនទុកជាមេរៀនបាទ
chẳng là cú miên cách ca xả lá chun côn đừng ọc nia bà côn ba sập hao côn tầm po ti cao sập đọt đáy ba côn mưa lùm hạt bạt cô khô bạt lùm hạt cô khô nơi nông chùm nói bạt lệ mùi bà nó nông chùm nói lệ muối bà chẳng côn phơ hái nhà tao lục cú này cú nằm bay quạt cái nằng đá vận tụ bà bà xong ở con chụp ca tam đan video bà lực rú chụp khía nó videoបន្តtiệt chụp po con miên sọc ở phía lọ cướp về lìa bà xong ở con